Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នាដូច្នេះនៅក្នុងវីដេអូមួយនេះគឺយើងចង់និយាយគ្នាតិចអំពីឪពុកម្ដាយដែលតែងតែវាយកូនណាសួរថាការវាយកូននៅក្នុងច្បាប់អ៊ីស្លាមរបស់យើងយល់បែបណាហើយស្ថានភាពណាខ្លះដែលអនុញ្ញាតឲ្យយើងអាចវាយកូនរបស់យើងបានអញ្ចឹងមានម៉ែឪខ្លះគឺគាត់ខឹងកូនរបស់គាត់គឺគាត់អត់គិតទេមកកំហឹងរបស់គាត់ផ្ទុះមកហើយគឺដាក់យកហ្មងអញ្ចឹងមានអ្នកខ្លះវាយកូនរហូតដល់បង្ករបួសស្នាមអីចឹងទៅអញ្ចឹងសួរថាអ៊ីស្លាមយើងបង្រៀនបែបណាចំពោះការវាយកូនឬក៏គិតបែបណាហុគមរបស់វាដូច្នេះនៅក្នុងវីដេអូមួយនេះគឺសង្ឃឹមថាបងប្អូននឹងតាមដានស្ដាប់ជាមួយខ្ញុំចំពោះទង្វើដែលយើងធ្វើជាមួយកូនរបស់យើងតើវាគួរធ្វើទៀតឬក៏បញ្ចប់អញ្ចឹងសង្ឃឹមថានឹងតាមដានរហូតដល់ចប់អ៊ីនសាអល់ឡោះតើបងប្អូនទាំងអស់គ្នាធ្លាប់ទេបន្ទាប់ពីកូនជាទីស្រឡាញ់របស់យើងបានដេកលក់យើងអង្គុយក្បែរកូនហើយសម្លឹងមើលទៅកាន់ទឹកមុខដ៏ស្រងោលស្រងាត់របស់កូនជាទីស្រឡាញ់របស់យើងដែលយើងខំពោពោះជាង9ខែហើយស្រាប់តែទឹកភ្នែករបស់យើងបានហូរស្រក់មកដោយស្រងោលស្រងាត់បំផុតហើយបានសម្លឹងមើលទៅកាន់ដៃរបស់យើងដែលអំបាញ់មិញនេះបានប្រើសម្រាប់វាទៅលើកូនជាទីស្រឡាញ់របស់យើងដៃដែលយើងបានប្រើសម្រាប់ក្តិចលើកូនសំណប់ចិត្តរបស់យើងដៃដែលយើងបានទះកំភ្លៀងទៅលើកូនរបស់យើងដោយសារតែយើងបរាជ័យមិនអាចទប់ស្កាត់ការខឹងក្រោធរបស់យើងនៅក្នុងពេលនោះនៅពេលដែលយើងអង្គុយសម្លឹងមើលមុខកូនជាទីស្រឡាញ់របស់យើងអារម្មណ៍សោកស្ដាយក៏បានលេចចេញមកមានអារម្មណ៍ថាហាក់ដូចជាមិនគួរទាល់តែសោះធ្វើអញ្ចឹងដាក់កូនរបស់ខ្លួនបងប្អូនទាំងឡាយដែលមានឈ្មោះថាជាឪពុកនិងជាម្ដាយរបស់គេកូនរបស់យើងទាំងអស់វាគឺជាអាម៉ាណាវាគឺជាការផ្ញើពីព្រះជាម្ចាស់សម្រាប់យើងកូនរបស់យើងមិនមែនជាកន្លែងសម្រាប់ឲ្យយើងបញ្ចេញកំហឹងនោះទេនៅពេលដែលយើងតែងតែវាយដំទៅលើពួកគេរាល់ពេលដែលយើងខឹងកាន់តែឈឺចាប់ទៅទៀតនោះរហូតដល់ធ្វើឲ្យមានការបង្ករបួសស្នាមលើដងខ្លួនរបស់ពួកគេទង្វើរបស់ឪពុកម្ដាយបែបនេះវានឹងបន្សល់ទុកនៅស្លាកស្នាមនៃការឈឺចាប់នៅក្នុងដួងចិត្តរបស់កូនយើងជាមិនខានទី1ពួកគេនឹងបាត់បង់អារម្មណ៍សុវត្ថិភាពនៅពេលដែលមកដល់ផ្ទះពួកគេនឹងចាត់ទុកថាផ្ទះគឺជាកន្លែងដែលបង្កការឈឺចាប់ដល់គេផ្ទះគឺជាកន្លែងធ្វើទារុណកម្មឪពុកម្ដាយដែលសំតែជាអ្នកដែលថែរក្សាការពារលើពួកគេបានផ្លាស់ប្ដូរក្លាយជាតួអង្គដែលសាហាវខុសខើវាធ្វើបាបលើកូនចៅឪពុកម្ដាយដែលជាអ្នកធ្វើឲ្យពួកគេខ្លាចរអាទៅវិញចំណុចទី2ស្មារតីជឿជាក់នៅក្នុងខ្លួនកូនរបស់យើងគឺត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ពួកគេនឹងធំលូតលាស់ជាប់ជាមួយនឹងអារម្មណ៍ដែលហាក់ដូចជាពួកគេគ្មានតម្លៃហើយជានិច្ចកាលតែងតែខុសទទួលទារុណកម្មជានិច្ចហើយកាន់តែគួរឲ្យខ្លាចទៀតនោះកូនចៅដែលធំឡើងនៅក្នុងបរិបទនៃការវាយដំវានឹងធ្វើឲ្យពួកគេរៀនសូត្រអំពីទង្វើមួយនោះបន្តពីឪពុកម្ដាយរបស់ពួកគេនឹងគិតថាភាពសាហាវខុសខើនឹងការវាយដំច្រំធាក់នោះហើយដែលជាដំណោះស្រាយសម្រាប់រាល់បញ្ហាក្នុងជីវិតនាពេលអនាគតស្អែកឬខានស្អែកនៅពេលដែលពួកគេធំមានកម្លាំងមាំមួនគ្រប់គ្រាន់ពួកគេអាចនឹងវាយដំទៅកាន់អ្នកដទៃឬពួកគេនឹងអាចធ្វើទង្វើមួយនេះមកលើឪពុកម្ដាយរបស់ខ្លួនវិញនៅពេលដែលឪពុកម្ដាយចាស់គ្មានលទ្ធភាពតតាំងជាមួយគេតើត្រូវរក្សាការពារកំហឹងបែបណានៅពេលដែលយើងខឹងអ៊ីស្លាមគឺពិតជាល្អត្រចះត្រចង់ខ្លាំងណាស់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកដឹងច្បាស់ណាស់ថាមនុស្សគ្រប់រូបគឺមានអារម្មណ៍ខឹងសម្បាដូច្នេះហើយទើបលោកបានបង្រៀនពួកយើងដើម្បីឲ្យចេះគ្រប់គ្រងអារម្មណ៍ខឹងមួយនោះហើយដឹងអំពីរបៀបដើម្បីគ្រប់គ្រងអារម្មណ៍ខឹងនៅពេលនោះមុននឹងធ្វើឲ្យមនុស្សគ្រប់រូបជ្រុលជ្រោះទៅធ្វើប្រការដែលនឹកស្មានមិនដល់ចំពោះក្រុមគ្រួសារឬចំពោះកូននៅពេលដែលអារម្មណ៍ខឹងចាប់ផ្ដើមលេចឡើងនៅក្នុងអារម្មណ៍របស់យើងចូលយើងប្រញាប់អនុវត្ត4ជំហានខាងក្រោមនេះជំហានទី1គឺយើងចាប់ផ្ដើមពោលថាអាអ៊ូស៊ូប៊ីឡាហ៊ីមីណាឆៃតានីររ៉ាជីមហើយត្រូវចាំថាសេចក្តីខឹងក្រោធដែលខ្លាំងហួសហេតុពេកនោះវាគឺជាការពង្វក់អំពីឆៃតានជំហានទី2គឺត្រូវផ្លាស់ប្ដូរចំហឬផ្លាស់ប្ដូរទីតាំងនៃចលនារាងកាយណាប៊ីមូហាម៉ាត់បានបង្រៀនថាប្រសិនបើឯងខឹងក្រោធនៅពេលដែលឯងកំពុងឈរចូលប្រញាប់ឲ្យអង្គុយចុះប្រសិនបើអារម្មណ៍ខឹងនោះនៅតែពុះកញ្ជ្រោលចូលឯងប្រញាប់ផ្ដេកខ្លួនហើយដេកជាបន្ទាន់ដើម្បីកាត់បន្ថយភាពក្រអឺតក្រទមដែលពុះកញ្ជ្រោលនៅពេលនោះជំហានទី3គឺនៅឲ្យស្ងៀមកុំនិយាយស្ដីអ្វីទៀតឲ្យសោះកុំនិយាយអ្វីជាដាច់ខាតហើយកុំវិនិច្ឆ័យកាត់ក្តីរឿងអ្វីមួយខណៈពេលដែលកំពុងខឹងការមិននិយាយស្ដីឬនៅស្ងៀមនេះគឺជាជំហានដែលអាចជួយសង្គ្រោះដល់យើងអំពីការទៅធ្វើទង្វើណាមួយដែលបង្កឲ្យមានវិបត្តិសារីសោកស្ដាយនៅពេលក្រោយអ៊ីនសាអល់ឡោះចំណែកឯជំហានទី4ដែលយើងគួរធ្វើនៅពេលដែលអារម្មណ៍ខឹងខ្លាំងមកដល់គឺត្រូវប្រញាប់ប្រញាល់ទៅយកទឹកសម្បាសយ៉ាងដើម្បីពន្រត់ភ្លើងកំហឹងដែលកំពុងតែឆេះជាមួយនឹងទឹកសម្បាសយ៉ាងដ៏ត្រជាក់ដែលជាទឹកនាំមកនូវក្តីសុខសម្រាប់មនុស្សគ្រប់រូបឬយើងអាចងូតទឹកតែម្ដងក៏បានដែរការធ្វើបែបនេះនឹងធ្វើឲ្យអារម្មណ៍ខឹងរបស់យើងត្រូវបានកាត់បន្ថយអ៊ីនសាអល់ឡោះប្រសិនបើកន្លងមកក្នុងនាមយើងជាឪពុកម្ដាយដែលធ្លាប់ជ្រុលជ្រោះវាយដំលើកូនចៅរបស់យើងបន្ទាប់ពីស្ដាប់វីដេអូនេះចប់អ៊ីនសាអល់ឡោះសង្ឃឹមថាបងប្អូននឹងពិចារណាហើយខិតខំកែប្រែជាបន្ទាន់វាមិនទាន់យឺតពេលនោះទេ
ដើម្បីកែប្រែទម្លាប់អាក្រក់មួយនោះហើយកូនរបស់យើងមកចិត្តឲ្យពួកគេនៅក្នុងដើមទ្រូងហើយនិយាយសូមអភ័យទោសទៅចំពោះកូនសំណប់ចិត្តរបស់យើងបើទោះបីជាពួកគេនៅតូចក្តីយើងអាចនិយាយពាក្យសុំទោសទៅកាន់ពួកគេប្រសិនបើយើងមានកំហុសពិតប្រាកដមែននេះមិនមែនជាការបញ្ជាក់អំពីភាពទន់ខ្សោយរបស់ឪពុកម្ដាយនោះទេក៏ប៉ុន្តែយើងកំពុងតែបង្រៀនកូនរបស់យើងឲ្យចេះគ្រប់គ្រងកំហឹងនិងចេះទទួលខុសត្រូវចំពោះកំហុសឆ្គងទាំងឡាយសុំទោសទៅកាន់កូនសម្លាញ់របស់យើងដោយសារតែយើងបានវិដំទៅលើពួកគេដូចជាការនិយាយថាកូនអើយថ្ងៃមុនប៉ាម៉ាក់បានវាយកូនសូមកូនអធិស្ឋានឲ្យប៉ាម៉ាក់ផងប៉ាម៉ាក់សន្យាថានឹងព្យាយាមពង្រឹងការអត់ធ្មត់ឲ្យបានច្រើនជាងមុនអ៊ីនសាអល់ឡោះបងប្អូនត្រូវចាំថាការវិដំទៅលើកូនចៅនៅក្នុងច្បាប់អ៊ីស្លាមវាគឺជាការវិដំក្នុងនាមដើម្បីអប់រំតែប៉ុណ្ណោះហើយវាស្ថិតនៅក្នុងជំរឿសចុងក្រោយបន្ទាប់ពីការនិយាយស្ដីមិនអាចប្រកាសបានមិនមែនចង់បញ្ជាក់ថាយើងគឺជាឪពុកម្ដាយមានអំណាចខ្លាំងលើពួកគេនោះទេកូនមិនត្រូវការចំពោះឪពុកម្ដាយដែលល្អគ្រប់10ទាំងអស់នោះទេក៏ប៉ុន្តែពួកគេគឺត្រូវការចំពោះឪពុកម្ដាយដែលផ្ដល់ក្ដីស្រឡាញ់គ្រប់ស្ថានភាពដល់ពួកគេហើយឪពុកម្ដាយដែលតែងតែយល់ចិត្តនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគេជានិច្ចនៅក្នុងសាសនាអ៊ីស្លាមការវិដំទៅលើកូនចៅគឺជាជំរឿសចុងក្រោយបង្អស់ហើយត្រូវធ្វើតាមលក្ខខណ្ឌដែលសមរម្យបំផុតគឺការវិដំនោះមិនមែនដើម្បីធ្វើទារុណកម្មគឺធ្វើឡើងនៅក្នុងគោលបំណងដើម្បីអប់រំតែប៉ុណ្ណោះមិនមែនដើម្បីបញ្ចេញកំហឹងនោះទេហើយកូនដែលយើងអាចប្រើរំពាត់នោះគឺមានអាយុចាប់ពី10ឆ្នាំឡើងទៅដែលពួកគេហាក់ដូចជាស្ដាប់យល់អំពីហេតុផលល្អឬអាក្រក់ចំពោះទង្វើណាមួយដែលពួកគេបានធ្វើហាមដាច់ខាតមិនឲ្យវាយទៅលើមុខក្បាលលើពោះឬកញ្ចឹងកឬចំណុចណាផ្សេងដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយការវាយដំមួយនោះគឺស្រាលមិនបង្កឲ្យមានរបួសស្នាមឬហូរឈាមនោះទេជំរឿននៃការវាយដំនេះផងដែរវាមិនមែនជាកំហុសលើកទី1នោះទេគឺត្រូវបានឆ្លងកាត់ការអប់រំណែនាំដោយមកជាមុនសិនប្រសិនបើការនិយាយស្ដីរបស់ឪពុកម្ដាយអាចធ្វើឲ្យពួកគេស្ដាប់ហើយមិនបង្កកំហុសឆ្គងនោះម្ដងទៀតគឺត្រូវធ្វើការអប់រំដោយការនិយាយវាគឺជាអាទិភាពដំបូងគេប្រសិនបើការវាយដំទៅលើកូនចៅរហូតដល់ធ្វើឲ្យពួកគេបាក់ឆ្អឹងឬរងរបួសធ្ងន់ធ្ងរទង្វើបែបនេះគឺត្រូវបានហាមឃាត់នៅក្នុងច្បាប់អ៊ីស្លាមហើយឪពុកម្ដាយនោះក៏អាចប្រឈមជាមួយនឹងទោសព្រហ្មទណ្ឌនៅក្នុងច្បាប់ប្រទេសនីមួយៗផងដែរត្រូវជៀសវាងសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ